ពុកម៉ែបងប្អូនមើលទៅទឹកមុខគាត់ក៏ដឹងថាហត់ខ្លាំងប៉ុណ្ណាដែរពេលខ្លះបងគេបងយើងហើយគាត់គឺជាវីរៈកងទ័ពថែមទៀតផងគាត់លះបង់ប៉ុណ្ណេះគឺលះបង់ខ្លាំងយកតែមែនតើបងប្អូនគាត់គឺជាកងទ័ពខាងដឹកជញ្ជូនស្បៀងបាទហើយស្បៀងពេលខ្លះយើងដឹកឡើងយកទៅតំបន់ដែលឈរជើងមួយចំនួនគឺវាមានទីទួលខ្ពស់មែនតើអញ្ចឹងគ្មានអីទេមានតែពាក្យថាអាណិតទៅដល់បងហើយជូនពរទៅដល់បងវីរៈកងទ័ពកម្ពុជាយើងទាំងអស់ឲ្យជួបតែនៅសុខសុវត្ថិភាពគ្រប់គ្នាជាពិសេសគឺបងដែលឈរជើងនៅឯសមរភូមិកំពុងតែមានកម្ដៅហើយខ្ញុំគ្មានអីទេមានតែពាក្យជូនពរទៅប៉ុណ្្នឹងហើយមួយទៀតប្រសិនបើអាចក្រៃលោមានម៉ូតូបងប្អូនណាមានម៉ូតូមានអីដែលកម្លាំងរាំងខ្លាំងអាចឲ្យគាត់ឧបត្ថម្ភជូនពួកគាត់បានក៏ល្អម្យ៉ាងដែរដើម្បីឲ្យពួកគាត់ងាយស្រួលនៅក្នុងការដឹកជញ្ជូនស្បៀងយកទៅឲ្យកងកម្លាំងក្រុមការងារគាត់នៅខាងលើអញ្ចឹងទៅវាជៀសវាងការប្រើនៅកម្លាំងបាយលើកដោយផ្ទាល់ពេលខ្លះយើងបានម៉ូតូទៅវាអាចនឹងធូរស្រាលខ្លះប៉ុន្តែឲ្យតែម៉ូតូអាចឡើងដល់អញ្ចឹងណាកន្លែងខ្លះវាអាចម៉ូតូទៅរួចកន្លែងខ្លះម៉ូតូអាចទៅរួចអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចដំលោកអង្គញាលោកជំទាវអ្នកដែលគាត់មានថវិកាឬមួយក៏មានធនធានគាត់អាចមេត្តាជួយគាត់ទៅហើយខ្ញុំមិនដឹងថាវីដេអូនេះចាស់ឬថ្មីទេប៉ុន្តែខ្ញុំឃើញលោតនៅក្នុងបណ្ដាញសង្គមខ្ញុំក៏អាប់ដេតហើយក៏ធ្វើការរៀបរាប់ជូនបងប្អូនតែម្ដងតែប្រសិនបើមានពុកម៉ែបងប្អូនចង់មានសទ្ធាខ្ញុំអាចនឹងប្រកាសស្វែងរកពួកគាត់បានបងប្អូនជាទីមេត្រីខ្ញុំគ្មានអ្វីច្រើនទេមានតែប៉ុណ្្នឹងជូនពរទៅដល់បងវីរៈកងទ័ពគ្រប់សមរភូមិគ្រប់ទីតាំងទាំងអស់រវាងព្រំដែនកម្ពុជានិងថៃជូនពរឲ្យជួបតែសេចក្តីសុខនិងជៀសវាងឲ្យឆ្ងាយពីការឈ្លានពានរបស់ថៃនិងឲ្យមានសេចក្តីសុខគ្រប់គ្នាបាទដោយក្តីគោរពពីខ្ញុំបាទមីស្រាសូមអរគុណ